ឈ្មោះសប្បុរសជនដែលបានចូលរួមថវិកាចាក់ដីសាងសង់អគារសិក្សាសម្រាប់កុមារពិការភ្នែកនិងកថ្លង់លោកឧត្តមសេនីយ៍ពេជ្រវិរៈស្នងការនគរបាលខេត្តស្វាយរៀង5លានរៀលលោកតាំងម៉េងលៀងប្រធានសហគ្រាស Sing Wangda Cambodia Investment and Import Export Ltd រាជធានីភ្នំពេញព្រមទាំងក្រុមគ្រួសារនិងក្រុមការងារ5លានរៀលសប្បុរសជននៅក្នុងឃុំស្វាយតាយ៉ានទាំងអស់ស្រុកកំពង់រោតខេត្តស្វាយរៀង1លាន180,000រៀលសប្បុរសជននៅក្នុងឃុំបុស្សមុនទាំងអស់ស្រុករំដួលខេត្តស្វាយរៀង650,000រៀលសប្បុរសជននៅក្នុងឃុំអង្គប្រស្រែទាំងអស់ស្រុករមៀហាកខេត្តស្វាយរៀង500,000រៀលសប្បុរសជននៅក្នុងឃុំកគីទាំងអស់ស្រុករមៀហាកខេត្តស្វាយរៀង500,000រៀលសប្បុរសជននៅក្នុងឃុំកំពង់ចកទាំងអស់ស្រុករំដួលខេត្តស្វាយរៀង450,000រៀលលោកកៅសំអាននិងលោកស្រីជុំសុកណាព្រមទាំងបុត្រ250,000រៀលលោកមីជូនាយកសាលាបឋមសិក្សាត្រពាំងរុននិងលោកស្រីភុកចម្រុងព្រមទាំងបុត្រនៅស្រុករមៀហាកខេត្តស្វាយរៀង100,000រៀលឯកឧត្តមម៉ែនអេងអភិបាលរងខេត្តស្វាយរៀងនិងក្រុមគ្រួសារ100,000រៀលបងស្រីជារតនានិងស្វាមីនៅរាជធានីភ្នំពេញ50,000រៀលលោកស្រីរស់ប៊ុនណារ៉េតប្រធានអង្គការសុខភាពត្រចៀកនៅកម្ពុជានិងស្វាមីព្រមទាំងបុត្រ50,000រៀលលោកគ្រូពេទ្យផនផាន់ណារិតនៅរាជធានីភ្នំពេញ50,000រៀលលោកថោងពុនណារាយនៅក្រុងស្វាយរៀង50,000រៀលលោកជាសុផត្រានៅរាជធានីភ្នំពេញ50,000រៀលអ្នកនាងសោមស៊ីម៉ានិងក្រុមគ្រួសារនៅក្រុងបាវិតខេត្តស្វាយរៀង50,000រៀលអ្នកគ្រូសំស្រីពេជ្របុគ្គលិកនៃអង្គការសុខភាពត្រចៀកនៅកម្ពុជានិងក្រុមគ្រួសារនៅរាជធានីភ្នំពេញ40,000រៀលលោកម៉ៅលុយនិងក្រុមគ្រួសារ100,000រៀលលោកនៅសារៈនិងកញ្ញាអឿនចារណៃ10,000រៀលបងស្រីខៃស៊ីនីនិងក្រុមគ្រួសារ40,000រៀលពូសុកភ្លេងខ្មែរនិងភរិយានៅស្រុកស្វាយជ្រុំខេត្តស្វាយរៀង40,000រៀលបងស្រីនីសំអូលនិងក្រុមគ្រួសារនៅស្រុកកំពង់រោតខេត្តស្វាយរៀង25,000រៀលលោកម៉ៅរ៉ានិងក្រុមគ្រួសារ$10សប្បុរសជននៅខាងឃុំថ្នោតទាំងអស់ស្រុកកំពង់រោតខេត្តស្វាយរៀង400,000រៀលលោកមុំស៊ីឡានៅរាជធានីភ្នំពេញ30,000រៀលលោកច័ន្ទសុភាដែលមានពិការភាពភ្នែកនិងជើង25,000រៀលអ្នកនាងផនវិន័យនិងស្វាមីព្រមទាំងបុត្រនៅភូមិដំណាក់ចិនឃុំរស្មីស្រុករវៀងខេត្តព្រះវិហារ20,000រៀលលោកឆេងចម្រើនបុគ្គលិកនៃអង្គការសុខភាពត្រចៀកនៅកម្ពុជានិងក្រុមគ្រួសារ$10លោកស្រីគុយបុប្ផាប្រធានគម្រោងអប់រំសុខភាពត្រចៀកនិងការស្ដាប់អង្គការសុខភាពត្រចៀកនៅកម្ពុជានិងក្រុមគ្រួសារ40,000រៀលអាយដាមខំសុផារីព្រះរាជអាជ្ញានៃអัยការអមសាលាដំបងខេត្តស្វាយរៀងនិងក្រុមគ្រួសារ400,000រៀលប្រសិនសប្បុរសជនចង់ចូលរួមបន្តសម្រាប់ការសាងសង់អគារសិក្សាឬរបងសូមទំនាក់ទំនងលេខទូរស័ព្ទ061 404 405 066 78 18 78 Telegram 086 78 18 78សូមអរគុណ